តែបងប្អូនណាងាវឆាអំពិលទុំរបស់យើងគឺរួចរាល់ហើយណាឈ្ងុយមែនតើហើយខ្ញុំបានភ្លក់ហើយឆ្ងាញ់តែឥឡូវមកញ៉ាំបាយទាំងអស់គ្នាតាបាទតែថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងខ្ញុំនៅផ្ទះអញ្ចឹងមានពេលធ្វើម្ហូបរហូតដល់4មុខណាបងប្អូនអញ្ចឹងសម្រាប់ខ្ញុំបង្ហាញជូនតែងាវឆាមួយទេអញ្ចឹងអាផ្សេងទៀតខ្ញុំអត់បានបង្ហាញទេប៉ុន្តែឥឡូវនេះគឺខ្ញុំបង្ហាញជាម្ហូបឆ្អិនតែម្ដងនេះងាវស្រស់បាទមានមាន់ប្រឡាក់អាំងឈ្ងុយបងប្អូនណាឆាគ្រឿងខ្ចៅឆ្ងាញ់មែនតើបាទអញ្ចឹងចង់បញ្ជាក់ថាគ្រប់មុខម្ហូបទាំង4មុខនេះគឺខ្ញុំធ្វើមិនផ្លែទេបងប្អូនបាទគឺដោយសារតែយើងមានគ្រឿងទេស Yummy KH Food បាទហើយសម្រាប់ Yummy KH 168ក៏មិនក្រៅពីមានគ្រឿងទេសយើងមានជាមួយនឹងទឹកជ្រលក់ផងដែរណាអញ្ចឹងដូចមាន់អាំងរបស់យើងអញ្ចឹងខ្ញុំប្រឡាក់សាច់រៀងល្មមដើម្បីខ្ញុំយកមកជ្រលក់ជាមួយនឹងទឹកជ្រលក់របស់យើងតំណងហ្នឹងបងប្អូននេះពណ៌ស្អាតមែនតើហើយទឹកជ្រលក់នេះគឺធម្មជាតិអត់មានប្រើមេប្រើអីសារធាតុទុកបានយូរអីអត់ទេធម្មជាតិសុទ្ធបាទអញ្ចឹងយើងមុននឹងញ៉ាំយើងចាក់ទឹកជ្រលក់សិនមានទឹកជ្រលក់នេះមក10បងប្អូនអត់ប្របាក់ឈឺក្បាលរឿងចំណាយពេលធ្វើហើយក៏គិតថាធ្វើហើយឆ្ងាញ់មិនឆ្ងាញ់អីអត់ប្របាក់ទេគឺគ្រាន់តែបើកម្រងមកចាក់ចូលចានញ៉ាំជាការស្រេចតែម្ដងណាតោះឥឡូវយើងទៅញ៉ាំបាយទាំងអស់គ្នាដំបូងខ្ញុំភ្លក់មាន់មួយសិននេះមាន់របស់យើងអត់ទាន់ជ្រលក់ក៏ឆ្ងាញ់ដែរបងប្អូនណាមានជាតិតែម្ដងមាន់ក៏មានជាតិទឹកជ្រលក់ក៏ឆ្ងាញ់បាទចាំការទៀតសាច់ទ្រូងមាន់បងប្អូនសម្រាប់អ្នកដែលគាត់អត់ចង់ឡើងគីឡូបាទចង់មានសាច់ដុំធំអីញ៉ាំវាសាញ៉ាំមានណាអូខេឥឡូវមកម្ហូបបន្តគឺខ្ញុំភ្លក់ងាវបាទងាវឆាំ7តុំគឺជានិស័យបបេបានចាមួយឆាគ្រឿងដែលទៀតសោតរូបមន្តពិសេសពីខាង sponsor របស់យើងបាទនៅឧបត្ថម្ភបាទគឺbrand គ្រឿងទេស Yummy KH 168បែរថាមានជាប្រភេទទឹកសោះទឹកប្រឡាក់ទឹកជ្រលក់ជាមួយនឹងរូបមន្តងាយឆ្ងាញ់សម្រាប់បងប្អូនដែលដូចថាមិនចេះធ្វើម្ហូបក៏អាចធ្វើបានដែរហើយជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងចង់ធ្វើម្ហូបញ៉ាំដោយខ្លួនឯងក៏អាចប្រើប្រាស់ជាមួយនឹងរូបមន្តទឹកសោះទាំងអស់នេះបាទអូខេសម្រាប់មុខម្ហូបរបស់ខ្ញុំមាន4មុខនេះខ្ញុំបានបង្ហាញជូនហើយអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាជួបគ្នាជាមួយវីដេអូបន្ទាប់បាទ